បាទពីគូកន្លងទៅខ្សែក្រវ៉ាត់យើងចុះគូនេះយើងឬគេបាទយើងត្រៀមទស្សនាទាំងអស់គ្នាតែម្ដងបាទត្រៀមប្រុងព្រឹបប្រកួតក្រិតគុនខ្មែរគូទី8ដែលជាគុនតារាជាតិកាពីខ្សែក្រវ៉ាត់រវាងកម្ពុជាថៃទឹកទី1 round 1តោះទឹកទី1ចាប់ផ្ដើមហើយបាទការប្រកួតដែលពុកម៉ែបងប្អូនបាទអង្គុយរងចាំទស្សនាតាំងពីម៉ោង7រហូតដល់ពេលវេលានេះបានមកដល់ហើយបាទចាក់ជើងក្រោមរបស់លូនបញ្ញាបាទតសៅទឹកចិត្តរបស់លូនបញ្ញាបាក់គ្រាន់តែទាត់ជើងក្រោមបាញ់មិញគេហៅថាទាត់ចំថងប្រាក់បាទវត្តមានអ្នកញាស្មាងវឌ្ឍនៈរួមជាមួយនឹងអាដាមខឹមវុធីឧបត្ថម្ភតាមការលូនបញ្ញា50,000 រៀលបាទចាក់ជើងក្រោមលូនបញ្ញាបាទថាលូនបញ្ញាទៅខ្ពស់បាទសោះក្រៅនេះខ្ពស់ជាងលូនបញ្ញាទៀតបាទ1.75 ប៉ះ1.78បាទរៀងខ្ពស់ស្រឡះស្អាតដូចគ្នាបាទគេហៅថាបាទរៀងនេះរៀង model បាទចាក់ជើងក្រោមរបស់លូនបញ្ញាម៉ាត់ដៃស្ដាំរបស់បាទសោះក្រៅភេទយិនទីបាទដាក់ចូលភាក់មួយរបស់បាទលូនបញ្ញាចូលចាប់គ្រាជាប់អោបចកេហើយធ្វើអ្វីមិនកើតបាទលោកគ្រូទុយសវណ្ណរាជចាប់បបែកតែម្ដងបាទមកចូលពីលូនបញ្ញាបាទទាត់ម្នាក់មួយជើងម្នាក់ទាត់ក្រោមម្នាក់ទាត់លើបាទលូនបញ្ញាគឺជាកីឡាករម្នាក់ដែលស្រឡាញ់ការវឹកហាត់ខ្លាំងមែនទែនបាទស្រឡាញ់ការប្រកួតមួយគឺផ្ចិតផ្ចង់ណាមកមួយគឺផ្ចិតផ្ចង់ណាបាទប្រកួតចុងក្រោយគឺបាទផ្ដួលកីឡាកររងសឡុតទឹកមួយបាទដាក់ចូលហើយក៏ចាក់ជើងក្រោមស្ដាំណែម៉ាត់ដៃស្ដាំរបស់លូនបញ្ញាដាក់ចូលចាក់ជើងក្រោមមួយទៀតអីយ៉ាសង្ស័យបបាយកង់ឬយ៉ាងម៉េចបាទអាយយបាទគុំកែងមួយបាទគេហៅថាបាទពីណូចៅប្រខាន់ដើរចូលទៅកណ្ដាប់ដៃស្ដាំកាត់បដែនលូនបញ្ញាគេហៅថាភ្នែករហ័សបាទធាក់ទល់កណ្ដាប់ដៃស្ដាំអត់ដល់ទេបាទធាក់ស្ដាំបាទអត់ដើរចូលពីលូនបញ្ញាគេថាលបតតស្ដាំមកដល់ធាក់កាត់ដែរបាទតតឆ្វេងរបស់លូនបញ្ញាអូយយបាទចេញកែងមួយបាទខ្ញុំស្រាវជំនួសបាទលោកគ្រូប៉ែតគាត់កំពុងតែអង្គុយសម្លឹងមើលបាទដើរចូលហើយបាទម៉ាត់ដៃស្ដាំរបស់លូនបញ្ញាបាទតែខ្សែក្រវ៉ាត់គ្រុតគឺតែងតែធ្វើការប្រកួតការពារនៅដណ្ដើមបាទធ្វើឲ្យខ្សែក្រវ៉ាត់បាទកាន់តែមានន័យកាន់តែមានតម្លៃដើរចូលពីលូនបញ្ញាម៉ាត់ដៃស្ដាំមួយបាទលំភុតអាយ៉ាកែងជង្គង់បាទរបស់កីឡាករសក្រៅភេទជាអាកាដេមីម៉ាត់ដៃស្ដាំរបស់លូនបញ្ញាបាទម៉ាត់ដៃស្ដាំនេះគេហៅថាបាទប៉ះចំផ្ដាប់ញ៉ាំដើរចូលរបស់បញ្ញាបាទបញ្ញាដែលបដាល់មកពីខេត្តព្រៃវែងតោចូលទៅតិចបាទប្រយ័ត្នប្រយែងការប្រកួតទី5ទឹកពេញឥឡូវនេះគឺនៅសល់20វិនាទីចុងក្រោយអត់ទាន់ទៅណាទេបាទធាក់មួយសិនបាទតាមព័ត៌មានមកគេថាអត់ដែរទាត់ទប់គ្នាទេអញ្ចឹងគេថាលើកទី1ទឹកទី1សុំស្ទាបសុំស្ទង់តិចសិនបាទទឹកទី2គេថាលោកគ្រូទុយសវណ្ណរាមបាច់បខំទេបាទអ្នកទាំងពីរគេថាដឹងបញ្ចេញស្ទាបមកហើយបាទចាក់ជើងក្រោមម្នាក់មួយទាត់ជើងក្រោមអាយ៉ាចាំមិនចេះអត់អីញាក់មួយសិនរបស់លូនបញ្ញាចាក់ជើងក្រោមស្ដាំទី1នៅទឹកចេញក្រៅក្រិតគុនខ្មែរគូទី8ដែលជាគុនតារាជាតិកាពីខ្សែក្រវ៉ាត់រវាងកម្ពុជាថៃទឹកទី2 round 2រីទស្សនាទឹកទី2ជាបន្តទៀតទាត់ស្ដាំរបស់លូនបញ្ញាទាត់ស្ដាំពីបញ្ញាទាត់ឆ្វេងមួយទៀតបាទធាក់ស្ដាំពីសក្រៅភេទនេះទាត់ស្ដាំមកដៃស្ដាំបាទកន្លែងនេះអ្នកអង្គការសមាងវឌ្ឍនៈនិងអាដាមកម្មវិធីឧបត្ថម្ភដល់លូនបញ្ញាបន្ថែម50,000 រៀលបាទចឹងបញ្ញាបាន1លានហើយបាទ1លានលើកទឹកចិត្តពីវត្តមានគណៈបតីទី2ទស្សនាបន្តទាត់ឆ្វេងរបស់បញ្ញាដាក់ចូលធាក់ឆ្វេងពីសក្រៅភេទនេះទាត់ជើងក្រោមរបស់លូនបញ្ញាទល់ឆ្វេងពីបញ្ញាទាត់ស្ដាំពីលូនបញ្ញាទាត់ឆ្វេងមួយទៀតទាត់សងក្រោមពីបាទសក្រៅភេទចិនឌីទាត់ស្ដាំពីលូនបញ្ញាទាត់ឆ្វេងរបស់លូនបញ្ញាទាត់ឆ្វេងពីសក្រៅភេទចិនឌីបាទឥឡូវយ៉ាងម៉េចអត់អីទស្សនាបន្តដើរចូលធាក់ឆ្វេងរបស់សក្រៅភេទចិនឌី
ធាក់ស្ដាំពីលោតបញ្ញាទាត់ស្ដាំមួយទៀតមួយដៃស្ដាំលោតបញ្ញាចាក់ជង្គង់ពីសក្រៅភេទយិនឌីលោតនាជាបន្តដាចូលលើកជើងញាក់មួយពីមួយដៃស្ដាំរបស់លោតបញ្ញាមួយដៃស្ដាំបញ្ញាមួយដៃស្ដាំបញ្ញាទៅបន្តទៀតញាក់ឲ្យទៅឲ្យកន្លែងនេះទាត់ស្ដាំបញ្ញាអូបញ្ញាកំពុងតែជក់ខ្យល់បាទសក្រៅភេទយិនឌីក៏ប្រយ័ត្នដែរទាត់ស្ដាំមួយទៀតលោកឆ្វេងពីសក្រៅភេទយិនឌីមួយដៃស្ដាំរបស់លោតបញ្ញាបោះជង្គង់ដូចគ្នាលោកកណ្ដាប់ដៃឆ្វេងចូលពោះទឹកទាត់ឆ្វេងពីលោតបញ្ញាហើយក៏មួយដៃស្ដាំអត់ទៅញាក់ទាត់ឆ្វេងរបស់លោតបញ្ញាមួយដៃស្ដាំពីសក្រៅភេទយិនឌីពុះកែងរបស់លោតបញ្ញាចាក់ជង្គង់មួយដៃឆ្វេងស្ដាំចាប់គ្រៀកបាទគ្រៀករុញចាក់ជង្គង់មួយទៀតបាទលោកអញ្ញាកដាលក៏ទាញ8 20 ជាងវិនាទីនៅក្នុងទឹកទី2ធាក់ស្ដាំរបស់លោតបញ្ញាទាត់ស្ដាំមកវិញពីសក្រៅភេទយិនឌីមួយដៃស្ដាំលោតបញ្ញាពុះកែងឆ្វេងអត់អីបញ្ញាដើរចូលមួយដៃស្ដាំមកវិញពីសក្រៅភេទយិនឌីមួយដៃឆ្វេងក៏ចាប់ទឹកទី2បាទអរគុណចប់ទឹកទី2បាទចប់ទឹកទី2អរគុណបាទដល់បាទវត្តមានពុកម៉ែបងប្អូនអ្នកក្រុងកំពង់ចាមខេត្តកំពង់ចាមបាទបានចូលរួមទស្សនាការប្រកួតបាទទាំងពីររាត្រីនៅលើសង្វៀនត្រុតគុណខ្មែរគឺច្រើនកុះកបាទហើយការប្រកួតបាទគូឯកយើងហៅថាជា main event ក៏មិនទាន់បញ្ចប់យ៉ាងណាយើងទស្សនារូបភាពជាយឺតបង្ហាញជូនដីសិនបាទចូលទៅត្រង់នេះបាទកណ្ដាប់ដៃស្ដាំរបស់លោតបញ្ញាបោះជង្គង់កាត់ពីកីឡាករបាទសក្រៅណែលូកទៅមានលើមានក្រោមពីរដៃបោះជង្គង់របស់សក្រៅមកវិញលោតបញ្ញាដើរចូលបាទក្នុងនាមជាម្ចាស់ខ្សែក្រវ៉ាត់អូយបាទកាប់កែងមួយបាទប៊ីជោគគល់កកហើយរូបភាពក៏បានបង្ហាញរួចរាល់បាទយើងត្រៀមទស្សនាការប្រកួតដល់ជួចិត្តជាបន្តទៀតដែលនឹងឈានចូលមកដល់ទឹកទី3នៅទឹកចេញក្រៅក្រុមគុនខ្មែរគូទី8ដែលជាកូនតារាជាតិកាពីសក្រវ៉ាត់រវាងកម្ពុជាថៃទឹកទី3 round 3បាទការប្រកួតគូខ្សែក្រវ៉ាត់ជាតិចូលមកដល់ទឹកទី3បាទលោតបញ្ញាក្រហមបាទសក្រៅភេទយិនឌី Academy បង្គោលខៀវបាទកាប់ជើងក្រៅមួយបាទគ្រុតលើកស្ទួយជាភាពកីឡាករគុនខ្មែរនាំគុនខ្មែរល្បីលើឆាកអន្តរជាតិបាទធាក់ទល់បាទកណ្ដាលទាត់មួយរបស់លោតបញ្ញាបាទកណ្ដាប់ដៃស្ដាំបាទបិទជាប់ជង្គង់មួយក៏តែចូលកែងដៃប៉ុន្តែជង្គង់ទី2ត្រូវអាយ៉ាប្រើបច្ចេកទេសប្រងគៀសឲ្យបញ្ញានោះប៉ុន្តែអត់ទេបាទបញ្ញានៅរឹងប៉ែបាទនៅរឹងប៉ែបាទធាក់មួយទាត់ជើងក្រោមរបស់លោតបញ្ញាបាទកណ្ដាប់ដៃស្ដាំរបស់លោតបញ្ញាបាទជង្គង់ហើយក៏កែងរូបខ្លីបាទបន្ទាប់ពីកែងរូបខ្លីចុះបាច់ទៀតជង្គង់ស្ដាំរបស់លោតបញ្ញាលោកគ្រូទុយសវណ្ណរាចាប់បបែកបាទអូមកឲ្យបន្តការប្រកួតនៅលើផ្ទៃសង្វៀនបាទប្លង់ចាប់ត្រង់ណាមកក៏យើងឃើញពាក្យបាទយើងឃើញបាទអសរឡាតាំងគឺគុនខ្មែរបាទជាភាសាឡាតាំងគឺថានៅលើផ្ទៃសង្វៀនបាទគឺថាពេញតែម្ដងបាទដើម្បីបង្ហាញទៅដល់ភ្ញៀវជាតិអន្តរជាតិឲ្យស្គាល់គុនខ្មែរកាន់តែច្បាស់បាទអត់ដាចូលបាទកណ្ដាប់ដៃឆ្វេងស្ដាប់3 4ដៃរបស់បាទលោតបញ្ញាជង្គង់ស្ដាប់កាត់របស់សក្រៅហើយក៏គួកក្បាលលោតបញ្ញានៅបន្តគៀងបាទកណ្ដាប់ដៃអឹងនេះហូយបាទកណ្ដាប់ដៃបាទចូលធុងសុកបាទរៀងឆ្អឹក3 4បាទលោកអញ្ញាកណ្ដាលរាប់6 7 8បន្តការប្រកួតបាទបន្តការប្រកួតបាទកណ្ដាប់ដៃម្ដាយចូលក្បាលពោះបាញ់មិញបាទវត្តមានអ្នកញ៉ែស្មាងវឌ្ឍនារួមជាមួយនឹងអាដាមកម្មវិធីឧបត្ថម្ភបន្ថែម50ម៉ឺនរៀល2 3 4 5លោកគ្រូពេទ្យបាទមិនអាចបន្តការប្រកួតបានទេបាទលោកអញ្ញាកណ្ដាលរាប់ដល់10បញ្ចប់ការប្រកួតតែម្ដង
បាទនឹងគេថាបាក់កណ្ដាប់ដៃគំលីធំសុកបាទគឺបាទចូលទៅដបខ្លួនបាទចូលទៅក្បាលពោះរបស់កីឡាករបាទសក្រៅផេនជនីអេកាដេមីគឺมันអាចបន្តការប្រកួតបានទេបាទដូច្នេះបាទគឺបាទលូនបញ្ញានៅតែរក្សាការពារខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតរបស់ខ្លួនបាទពោលគឺគ្រុឌ